ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីនៅពេលនេះខ្ញុំនឹងជម្រាបជូនព័ត៌មានមួយទាក់ទងទៅនឹងនីសេរីយ៉ាចេញមុខបដិសេធការអះអាងចំពោះអំពើប្រល័យពូជសាសន៍និងគ្រឹះបរិស័ទទាក់ទងទៅនឹងអ្នកដែលកាន់សាសនាគ្រឹះមានការវាយប្រហារនិងសម្លាប់ដោយសាសនាអ៊ីស្លាមប៉ុន្តែថ្ងៃនេះយើងឃើញថាប្រទេសនីសេរីយ៉ាបានចេញមកបដិសេធហើយមិនមានអំពើប្រល័យពូជសាសន៍ទេបាទប៉ុន្តែត្រាំនៅតែចេញមុខគម្រាមកំហែងនៅប្រទេសមួយនេះដោយបញ្ជាឲ្យក្រសួងសង្គ្រាមបាទត្រៀមវាយប្រហារនីសេរីយ៉ាក៏បានប្រកាសដែរទាក់ទងនឹងការជំនួយអំពីសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធដរាបណាបូរណភាពទឹកដីរបស់ខ្លួនត្រូវបានគេគោរពលោកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបន្តគម្រាមកំហែងសកម្មភាពយោធានៅប្រទេសអាហ្វ្រិកខាងលិចនេះជុំវិញអ្វីដែលលោកបានអះអាងថាជាការធ្វើទុកបុកម្នេញលើគ្រីស្ទបរិស័ទនៅទីនោះមន្ត្រីនិងអ្នកជំនាញនៅក្នុងប្រទេសនីសេរីយ៉ាកាលពីថ្ងៃអាទិត្យទី2ខែវិច្ឆិកានោះបានចេញមកបដិសេធការអះអាងរបស់លោកត្រាំអំពីការសម្លាប់រង្គាលចំពោះអ្នកដែលកាន់សាសនាគ្រឹះឬក៏គ្រឹះបរិស័ទដោយកត់សម្គាល់ថាក្រុមបូកូហារ៉ាមនិងក្រុមមានទំនាក់ទំនងជាមួយនឹងក្រុមអាល់កៃដាផ្ដោតលើមនុស្សគ្រប់ជំនឿនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអាហ្វ្រិកប៉ុន្តែលោកត្រាំបានបញ្ជាទៅរដ្ឋាភិបាលរបស់លោកឲ្យត្រៀមខ្លួនសម្រាប់សកម្មភាពយោធាយ៉ាងឆាប់រហ័សដែលអាចនឹងកើតមាននៅពេលខាងមុខលោកក៏កំពុងនឹងពិចារណាជំរើសយោធាជាច្រើននៅក្នុងប្រទេសនីសេរីយ៉ានៅពេលដែលអ្នកសារព័ត៌មានសួរថាតើលោកកំពុងពិចារណាលើវត្តមានកងទ័ពអាមេរិកនៅលើទឹកដីនៅក្នុងប្រទេសនីសេរីយ៉ាឬក៏ការវាយប្រហារតាមអាកាសដែរឬទេលោកត្រាំបានឆ្លើយថាវាអាចជារឿងជាច្រើនខ្ញុំស្រមៃឃើញរឿងច្រើនពួកគេកំពុងតែសម្លាប់គ្រីស្ទបរិស័ទក្នុងចំនួនច្រើនយើងនឹងមិនអនុញ្ញាតឲ្យរឿងនោះកើតឡើងនោះទេនីសេរីយ៉ាជាប្រទេសមួយដែលមានប្រជាជន200លាននាក់ត្រូវបានបែងចែករវាងភាគខាងជើងនិងដែលភាគច្រើនជាជនជាតិមូស្លីមនិងភាគខាងត្បូងភាគច្រើនប្រជាជនជាគ្រីស្ទបរិស័ទក្រុមប្រដាប់អាវុធបានចូលរួមក្នុងចំនួនមួយនេះដែលត្រូវបានកំណត់ជាចម្បងនៅភាគឦសាននៃប្រទេសដែលភាគច្រើនជាជនជាតិមូស្លីមនិងបានអូសបន្លាយរយៈពេលជាង15ឆ្នាំមកហើយលោកគីមីប៊ីអ៊ីម៉ូម៉ូទីមីអេប៊ីហ្វាអ្នកនាំពាក្យក្រសួងការបរទេសនីសេរីយ៉ានៅក្នុងបទសម្ភាសន៍មួយជាមួយនឹងភ្នាក់ងារសារព័ត៌មានបានបដិសេធការអះអាងរបស់លោកត្រាំអំពីការសម្លាប់គ្រីស្ទបរិស័ទយ៉ាងច្រើនលោកបានបញ្ជាក់ថាយើងមិនមានមោទនភាពចំពោះស្ថានភាពសន្តិសុខដែលយើងកំពុងឆ្លងកាត់នោះទេមិនមានការប្រល័យពូជសាសន៍គ្រីស្ទបរិស័ទនៅក្នុងប្រទេសនីសេរីយ៉ាឡើយអ្នកនាំពាក្យរូបនេះបានបន្ថែមថាយើងបានបញ្ជាក់ជាបន្តបន្ទាប់នៅចំណុចរបស់យើងយ៉ាងច្បាស់ថាយើងទទួលស្គាល់ពីការពិតដែលថាមានការស្លាប់បានកើនឡើងនៅក្នុងប្រទេសនីសេរីយ៉ាប៉ុន្តែការស្លាប់ទាំងនោះមិនត្រូវបានកំណត់ចំពោះគ្រីស្ទបរិស័ទនោះទេប្រជាជនមូស្លីមកំពុងត្រូវបានសម្លាប់ដូចគ្នាអ្នកគោរពបូជាប្រពៃណីកំពុងត្រូវបានសម្លាប់ភាគច្រើនមិនមែនជាប្រជាជនដែលកាន់គ្រីស្ទបរិស័ទឡើយបន្ថែមលើនេះលោកបាននិយាយថាប្រទេសនីសេរីយ៉ាបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយនឹងដៃគូរបស់ខ្លួនប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មប៉ុន្តែមិនមែនជាសកម្មភាពអសកម្មណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាធិបតេយ្យនៃប្រទេសរបស់លោកទេលោកក៏បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរដ្ឋាភិបាលនីសេរីយ៉ាបានអនុញ្ញាតឲ្យមានការសម្លាប់បែបនេះឡើយលោកសង្កត់ធ្ងន់ថាការសម្លាប់ទាំងនេះមិនត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាលនីសេរីយ៉ាទេការសម្លាប់ជនជាតិនីសេរីយ៉ាណាមួយនៅក្នុងតំបន់ណាមួយនៃប្រទេសគឺជាការខាតបង់ដល់ប្រទេសជនល្មើសនៃការសម្លាប់ទាំងនោះគឺជាក្រុមភេរវករបូកូហារ៉ាមនិងក្រុមអាល់កៃដាក្រុម ISIS ដែលកំពុងបន្តវិបត្តិទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីនីសេរីយ៉ាលោកបូឡានីតេបូគឺលោកដានីយ៉ែលបាវ៉ាឡា
ក៏បានបន្តឡើងរបស់លោកអេប៊ីហ្វាដូចគ្នាលោកបាវ៉ាឡាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាននិងស្វាគមន៍ជំនួយរបស់សហរដ្ឋអាមេរិកដរាបណាពួកគេទទួលស្គាល់បូរណភាពទឹកដីរបស់យើងលោកបាឡាបានព្យាយាមបន្ធូរបន្ថយភាពតានតឹងរវាងរដ្ឋាភិបាលទាំងពីរលោកត្រាំបានហៅប្រទេសនីសេរីយ៉ាថាជាប្រទេសអាម៉ាស់ក៏ដោយការគំរាមកំហែងសកម្មភាពយោធារបស់លោកត្រាំកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលរបស់លោកបានបន្ថែមប្រទេសនីសេរីយ៉ាត្រឡប់ទៅក្នុងបញ្ជីប្រទេសដែលមានការព្រួយបារម្ភខ្លាំងដែលរដ្ឋធានី Washington បានអះអាងថាការរំលោភលើសេរីភាពសាសនាប្រទេសផ្សេងទៀតនៅក្នុងបញ្ជីរួមមានប្រទេសចិនមីយ៉ាន់ម៉ាកូរ៉េខាងជើងរុស្ស៊ីនិងប៉ាគីស្ថានប្រធានាធិបតីនីសេរីយ៉ាលោកទីណូបូបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាចាប់តាំងពីឆ្នាំ2023រដ្ឋាភិបាលយើងបានរក្សាការចូលរួមដោយបើកចំហនិងសកម្មភាពជាមួយនឹងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទនិងមូស្លីមហើយបន្តដោះស្រាយបញ្ហាប្រឈមសន្តិសុខដែលប៉ះពាល់ដល់ប្រជាពលរដ្ឋទូទាំងសាសនានិងតំបន់លោកបានបន្តថាការកំណត់លក្ខណៈរបស់ប្រទេសនីសេរីយ៉ាថាជាប្រទេសមិនមានសេរីភាពសាសនាមិនឆ្លោះបញ្ចាំងពីការពិតរបស់យើងទេហើយក៏មិនមានការគិតគូរអំពីកិច្ចខិតខំប្រឹងប្រែងជាប់លាប់និងស្មោះត្រង់របស់រដ្ឋាភិបាលដើម្បីការពារសេរីភាពខាងសាសនានិងជំនឿសម្រាប់ប្រជាជននីសេរីយ៉ាទាំងអស់ដែរ